បាទសូមអបអរសាទរបងប្អូនយើងឥឡូវនេះបាទបញ្ហាស្រូវគឺមានក្រុមហ៊ុនដ៏ធំមួយបាទចេញមុខជួយទិញបងប្អូនយើងហើយបន្ទាប់ពីមានការផ្ទុះអំពីការធ្លាក់តម្លៃស្រូវយ៉ាងមហុកក្រុមហ៊ុនដែលចូលទិញស្រូវនៅពេលនេះគឺក្រុមហ៊ុន Gainsberg ក្រុមហ៊ុន Gainsberg គាត់ផុសក្នុង page របស់គាត់គាត់ថាគាត់ប្រកាសទិញស្រូវពីប្រជាកសិករក្នុងតម្លៃ 1000 រៀលក្នុង1គីឡូចំនួន100តោនតាមការស្នើសុំរបស់បងប្អូនប្រជាកសិករយើងមកដឹងថាតើក្រុមហ៊ុន Gainsberg នឹងបាទទៅទិញដល់ខេត្តណាដល់ស្រុកណាខ្លះទេបាទដែលមានសំណាងមិនត្រឹមតែប៉ុណ្ណោះបងប្អូនយើងគឺមានបាទ Facebook page account មួយទៀតដែលមានឈ្មោះថាបងស្រីឡៃបាទសុយៈបាទដែលគាត់ទៅសេនៅក្នុង status របស់គាត់ page របស់គាត់ណាគាត់ថាសម្រាប់បញ្ហាស្រូវអង្ករខ្ញុំអាចជួយទិញបងប្អូនប្រជាកសិករក្នុងតម្លៃមួយសមរម្យដើម្បីចែកជូនទៅដល់ទីកន្លែងដែលខ្វះខាតក្រកសតលំបាកទៅតាមតម្លៃទីផ្សារដែលអាចឲ្យពួកគាត់ចំណេញហ៊ានធ្វើដោយលទ្ធភាពហើយធ្វើដោយបេះដូងគាត់ប្រាប់អញ្ចឹងហើយគាត់ដាក់ hashtag គឺថាការជួយសង្គមមិនមែនជាបន្ទុកតែវាជាការចែករំលែកបន្ថែមពីលើនេះទៅទៀតមាន Facebook មួយទៀតបងប្អូនគឺឈ្មោះថាឡុងម៉ានិនបាទឡុងម៉ានិនគាត់ក៏ប្រកាសផងដែរគាត់ថាចង់ជួយទិញស្រូវបាទកសិករយើងទុកតាក់ទងតាមណាបងប្អូនដឹងប្រាប់ខ្ញុំផងជាឱកាសល្អមែនទែនសម្រាប់ប្រជាកសិករយើងគឺថាបងប្អូនរបស់យើងមានការយកចិត្តទុកដាក់មែនទែនហើយក្រៅពីនោះរាជរដ្ឋាភិបាលរបស់យើងក៏កំពុងគិតគូរបន្ថែមផងដែរអំពីបញ្ហាមួយនេះអញ្ចឹងបងប្អូនត្រៀមបាទហាលឲ្យស្ងួតស្រូវច្រកបេពេលណាគេទៅទិញយើងលក់បានតម្លៃខ្ពស់តែម្ដងអូខេប្រសិនបើគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនជួយ like comment និង share ចែករំលែកឲ្យបងប្អូនផ្សេងទៀតបានដឹងផងបាទអរគុណជម្រាបលាបាយបាយ